បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ទាំងអ្នកនៅក្នុងប្រទេសនិងអ្នកនៅក្រៅប្រទេសបាទថ្ងៃនេះដែរខ្ញុំចង់នាំមកដល់បងប្អូនមកទស្សនានៅវីដេអូខ្លីៗដែលនិយាយពីសត្វបាទហើយថ្ងៃនេះដែរគឺសត្វខ្លារខិនដែរដោយបងប្អូនឃើញនៅក្នុងវីដេអូនេះហើយគឺសត្វខ្លារខិននេះបាទជាអំបូរឆ្មាធំបាទវាមានតិចតួចណាស់នៅតាមតំបន់នានាដូចជាភូមិភាគឦសាននិរតីនិងភាគខាងជើងនៃប្រទេសកម្ពុជាប៉ុន្តែរបាយការណ៍ថាវាមានច្រើននៅតំបន់អាហ្វ្រិកនិងអាស៊ីខាងត្បូងបាទវាជាសត្វមួយដែលរហ័សរហួននិងចូលចិត្តឡើងដើមឈើបាទជាជំនាញពិសេសរបស់វាហើយចំណីដែលវាចូលចិត្តហ្នឹងមានន័យថាពពួកប្រើសឆ្លូអីហ្នឹងបាទស្វាសត្វស្លាបសត្វអីហ្នឹងចំពោះវានៅលើដើមឈើអញ្ចឹងណាបាទហើយសត្វខ្លារខិននេះដែរគឺត្រូវបានបាទគេចាត់ថ្នាក់ថាជាប្រភេទកំពុងរងគ្រោះបាទថ្នាក់ចិត្តផុតពូជហើយបាទមានន័យថាវាមានតិចបាទវាមិនសូវជាសម្បូរប៉ុន្មានទេដោយសារមានការបរបាញ់មានការអីផ្សេងបាទតាក់ដាក់អីចឹងទៅបាទអញ្ចឹងហើយវាអាចនឹងចិត្តផុតពូជតែអញ្ចឹងយើងគួរតែតាមថែរក្សាវាបាទគួរតែលក្ខណៈអភិរក្សវាកុំឲ្យវាបាត់បង់នៅពេលខាងមុខទៀតបាទហើយសត្វខ្លារខិននេះដែរដូចបងប្អូនឃើញសពហើយបាទមើលសម្បុរវាមើលកាឡាវាគឺស្អាតបាទខ្លាហើយមើលវាកញ្ញាំជើងវាដើរលើមែកឈើលើដើមឈើលើថ្មលើអីគឺវាល្អណាស់បាទគឺវាលក្ខណៈថាជាប់គឺវាខ្លាំងបាទហើយមើលវាស្តៀងឆ្មាតែគាត់ថាវាធំជាងឆ្មាអញ្ចឹងប្រភេទខ្លារខិននេះគឺវាប្រកែខាងទី1គឺដើមឡើងដើមឈើដូចខ្ញុំបានរៀបរាប់ពីខាងលើអញ្ចឹងបាទហើយទី2ទៀតគឺវាប្រកែខាងចាប់សัตว์បាទលឿនណាវាលឿនវារហ័សព្រោះវាតូចណាវាអញ្ចឹងវាលឿនរហ័សហើយបាទអញ្ចឹងវីដេអូរបស់ខ្ញុំបាទគឺមានតែប៉ុណ្ណេះទេបាទវីដេអូខ្លីៗហើយខ្ញុំនឹងវីដេអូក្រោយខ្ញុំនឹងនាំមកដល់បងប្អូនទៅទស្សនាលំផាត់ម្ដងបាទលំផាត់គឺឥឡូវនេះគេជាជើង100%ហើយបាទអញ្ចឹងសូមអរគុណច្រើនចំពោះតែបងប្អូនទាំងអស់ដែលតែងតែតាមដានទស្សនានៅរាល់វីដេអូរបស់ខ្ញុំតាមរយៈ page ក្តី YouTube ក្តីបាទហើយខ្ញុំនឹងចង់នាំមកដល់បងប្អូនទៅទស្សនាសត្វផ្សេងនៅតាមតំបន់ព្រៃផ្សេងឆ្ងាយតែដោយសារទីមួយពួកយើងខ្វះខាតនៅថវិកាផ្សេងដូចជាការធ្វើដំណើរការហូបចុកអីចឹងបាទអញ្ចឹងបើបងពុកម៉ែបងប្អូនដែលថាមានចិត្តចង់ជួយឬក៏អីអាចតាក់ទងបាទអញ្ចឹងអរគុណច្រើនបាទជំរាបលាបាទបាយបាយ